ម៉ាម៉ាចង់បានប្រភេទម្សៅសម្រាប់បបរអូនចាប់ពីអាយុ6 ខែឡើងអាចជ្រើសរើសម្សៅទាំង4ប្រភេទនេះបានសម្បូរទៅដោយប្រូតេអ៊ីននិងវីតាមីនល្អៗពិសេសនោះគឺមិនមានក្លិនឆ្អាបដោយដែលយើងប្រើប្រភេទសាច់ស្រស់ទេទីមួយនេះគឺជាប្រភេទម្សៅត្រីល្អិតដែលម៉ាម៉ាភាគច្រើនគឺស្គាល់កូនចាប់ពីអាយុ6 ខែឡើងគឺចាំបាច់ត្រូវតែប្រើដោយសារក្នុងហ្នឹងគឺសម្បូរទៅដោយអូមេហ្គា3ជួយខួរក្បាលនិងសម្បូរទៅដោយកាល់ស្យូមជួយឆ្អឹងចំណែកឯទីពីរនេះវិញគឺជាម្សៅទ្រូងមាន់ដែលជួយមុខងារខួរក្បាលជួយដល់ឆ្អឹងឲ្យមានសុខភាពល្អសម្បូរអាហារូបត្ថម្ភជួយឲ្យអូនមានអារម្មណ៍ល្អជួយដល់សុខភាពបេះដូងនិងសម្បូរប្រូតេអ៊ីនជួយដល់សាច់ដុំហើយប្រភេទម្សៅថ្លាមាន់នេះវិញគឺ Berry Recommend សម្រាប់អូនដែលកំពុងតែមានអាការៈស្លេកស្លាំងដោយសារវាជួយជំរុញនូវការផលិតគ្រាប់ឈាមក្រហមជួយដល់សុខភាពឆ្អឹងនិងធ្មេញនិងចុងក្រោយនេះជាប្រភេទម្សៅត្រីសាល់ម៉ុនសម្រាប់អូនចាប់ពីអាយុ8 ខែឡើងដែលសម្បូរទៅដោយអូមេហ្គា3ជួយដល់ភ្នែកនិងខួរក្បាលជួយកាត់បន្ថយការរលាកកាត់បន្ថយហានិភ័យមហារីកនិងជួយដល់សុខភាពបេះដូងម្សៅទាំងអស់នេះគឺផលិតចេញពីសាច់សុទ្ធ 100% ម៉ាម៉ាក់ជ្រើសរើសប្រើដោយសុវត្ថិភាពបើសិនជាចង់បានអាចឆាតចូលផេកគ្រឿងទេសកុមារ NSP បានណាអរគុណច្រើន